នៅស្រុកថៃនេះណាគឺគេផ្លាស់ប្ដូរគ្នាដើរតួទេគឺទីបំផុតទៅគេបំរើមហិច្ឆតារបស់គេហ្នឹងក្នុងការចង់បានដីខ្មែរហ្នឹងសូមឲ្យបងប្អូនខ្មែរយើងទាំងអស់ត្រូវចាំហើយកុំទុកចិត្តឲ្យសោះរឿងថៃនេះយើងមានកិច្ចព្រមព្រៀងច្រើនណាស់ប៉ុន្តែគេអត់ដើរគោរពទេហើយនៅពេលដែលគេនិយាយជាមួយយើងផ្សេងសកម្មភាពគេផ្សេងនៅពេលដែលគេនិយាយជាមួយសហគមន៍អន្តរជាតិផ្សេងឥឡូវយើងមើលជាក់ស្ដែងអនុទានខ្លួនឯងហ្នឹងគឺប្រើប្រាស់ពាក្យពេចន៍ថ្លោះមែនទែនជាមួយកម្ពុជាយើងហើយគេតាំងខ្លួនឯងហ្នឹងរដ្ឋគេហ្នឹងជារដ្ឋកពើទៀតគេថានៅពេលដែលកពើខំកតុយហ្នឹងឯងកំរើគេចង់និយាយថាខ្មែរហ្នឹងជាសត្វមរឹកដ៏តូចមួយដែលគេហ្នឹងជាកពើគេខំយើងហើយគេខំយើងអញ្ចឹងបើគេខំឲ្យកំរើមិនថាចង់ឲ្យគេទៅខំប៉ុន្តែនៅពេលដែលគេនិយាយតាមទូរស័ព្ទជាមួយលោកអានបាអ៊ីប្រាហ៊ីមគឺអត់និយាយអញ្ចឹងទេគេថាគេមានសុខឆន្ទៈក្នុងការដោះស្រាយចំនួនដោយសន្តិវិធីហើយពួកយោធាគេផ្សេងទៅពួកអាជាតិនិយមផ្ទៃក្នុងគេផ្សេងទៅពួកអបប្រឆាំងនេះផ្សេងទៅគឺហើយពួកអ្នកប្រាជ្ញពួកកសែតគេផ្សេងគឺថានិយាយរួមទៅគឺដូចឆាកល្ខោនមួយរោងអញ្ចឹងណាអាខ្លះបដើតួធ្វើជាអាខ្លះបដើតួធ្វើតួកំសត់អ្នកខ្លះដើរតួធ្វើជាគ្រូធ្វើជាស្អីដូចថាជាឆាកល្ខោននិយាយរួមទៅគឺប្រទេសថៃខ្ញុំចាត់ទុកថាជាប្រទេសដែលជាអ្នកបកកាយសម្ដែងជាងគេគួរតែឲ្យពានរង្វាន់អូស្ការតែម្ដងបាទមែនតែបងប្អូនវិតទៅអាសៀមនេះមិនត្រឹមតែបកកាយសម្ដែងសាច់រឿងទេបាទសំបីតែបញ្ហាប្រទេសជាតិក៏វាបកកាយសម្ដែងទេបងប្អូនឃើញស្រាប់ហើយថាអាទីនវាចេះនិយាយវាចេញសេចក្តីថ្លែងការណ៍ផ្សេងទៅគណៈរដ្ឋមន្ត្រីក្រសួងការពារជាតិវាចេញសេចក្តីថ្លែងការណ៍ផ្សេងហ្នឹងទៅហើយអាមេតបរបស់វាចេញសេចក្តីថ្លែងការណ៍ផ្សេងហ្នឹងទៅបាទអញ្ចឹងវាអត់ដឹងថាអាណាមេអាណាកយអាណាអីទេបាទអានេះចេញផ្សេងវាដើរតួសម្ដែងប៉ុន្តែសរុបមកគឺផលប្រយោជន៍របស់វាគឺផលប្រយោជន៍រួមពួកអាហ្នឹងណាបាទវាបកកាយសម្ដែងលើកអានេះដាក់អានោះលើកអានោះដាក់នេះចុងក្រោយមកវាបាទដើម្បីតែចង់បានដីខ្មែរចង់បានប្រាសាទខ្មែរទេ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ